ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទព័ត៌មាននេះផងដែរគឺដកស្រង់ចេញពីសារព័ត៌មានរួមគ្នាមានដូចជាសារព័ត៌មាន Reuters និងសារព័ត៌មាន CNN ដែលជាសារព័ត៌មានបាទធំជាងគេក្នុងបាទមានព័ត៌មានជាច្រើនបាទនៅលើសកលលោកបាទអញ្ចឹងកន្លែងមកមើលព័ត៌មានយើងជាមួយនឹងជំនួបកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនវិញតែម្ដងកាលពីថ្ងៃប្រហ័សបាទអញ្ចឹងកិច្ចចរចាសន្តិភាពបាទដោយផ្ទាល់រវាងអ៊ុយក្រែននិងរុស្ស៊ីបានចាប់ផ្ដើមឡើងហើយនៅទីក្រុងអ៊ីស្តាន់ប៊ុលរបស់ប្រទេសទូគីដោយអ្វីដែលខ្ញុំបានបញ្ជាក់បាទព័ត៌មាននៅខាងដើមនៅខាងវីដេអូមុនអញ្ចឹងបាទខាងរុស្ស៊ីនិងអ៊ុយក្រែននឹងមានជំនួបបាទជួបគ្នាដើម្បីចរចារកសន្តិភាពហើយជាមួយគ្នានេះផងដែរនេះគឺជាលើកដំបូងក្នុងរយៈពេល3ឆ្នាំដែលភាគីទាំងពីរបាទបានជួបផ្ទាល់គ្នាបាទតែក្នុងការប្រជុំនេះផងដែរបាទអវត្តមានចំពោះបាទគឺលោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាទគឺជារឿងមួយដែលពិបាកដែរក្នុងកិច្ចចរចានេះផងដែរបាទអញ្ចឹងកិច្ចចរចានេះគឺមានបាទរបៀបរយៈច្រើនបាទលើកិច្ចប្រជុំហ្នឹងគឺមានប្រទេសជាច្រើនបានចូលរួមផងដែរបាទមានដូចជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាទគឺជាតួអង្គដ៏សំខាន់ដែរបាទក្នុងកិច្ចប្រជុំចរចានេះបាទហើយក៏មានដូចជាក្រុមប្រឹក្សារបស់រុស្ស៊ីដែលជាតំណាងរបស់លោកពូទីនចូលរួមផងដែរបាទនៅក្នុងកិច្ចចរចានេះបាទមានរបៀបរយៈជាច្រើនដែលចរចាដូចជាមិនត្រូវគ្នាសោះតែម្ដងបាទក្នុងចំណុចនេះខ្ញុំនឹងដកស្រង់ចំណុចដែលសំខាន់នៅក្នុងនេះដែលបាទមកចែកជូនបងប្អូនបាទអញ្ចឹងប្រភពព័ត៌មានម្នាក់បាទបានប្រាប់ CNN ថាក្រុមប្រឹក្សារបស់រុស្ស៊ីបាទគ្រាន់តែជាក្រុមតំណាងមកបំពេញតួនាទីបច្ចេកទេសទេបាទมันអាចសម្រេចចិត្តបាទដ៏មានសារៈសំខាន់នៅចំណុចបាទមួយដែលលោកប្រធានាធិបតីអ៊ុយក្រែនទាមទារចង់បានទេបាទហើយនៅក្នុងជំនួបនេះផងដែរបាទក៏ខាងរុស្ស៊ីបាទក្រុមប្រឹក្សារុស្ស៊ីនឹងគឺទាមទារតែម្ដងទាមទារឲ្យអ៊ុយក្រែនបាទបោះបង់ចោលនៅដីខាងកើតនឹងតែម្ដងបាទក្នុងកិច្ចចរចារកសន្តិភាពនេះផងដែរបាទអញ្ចឹងប្រភពព័ត៌មានរបស់ CNN បាទគឺថាប្រទេសរុស្ស៊ីបាទក្រុមប្រឹក្សារុស្ស៊ីនឹងបានទាមទារឲ្យអ៊ុយក្រែនចាក់ចេញពីតំបន់សំខាន់4បាទនៅភាគខាងកើតដែលតំបន់ដែលរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនបោះបង់នឹងគឺរួមមានតំបន់ Donetsk បាទជាស្រ័យបើសិនជាខ្ញុំអានទៅបាទដូចជាមិនចំឈ្មោះតំបន់នោះផងដែរបាទតំបន់ទី2គឺ Luhansk តំបន់ទី3គឺ Zaporizhzhia តំបន់ទី4គឺ Kherson បាទទោះបីជារុស្ស៊ីបានប្រកាសបន្តបាទភាពជាផ្លូវការថាតំបន់ទាំងនេះជាផ្នែកមួយនៃប្រទេសរុស្ស៊ីតាំងពីឆ្នាំ2022មកក៏ដោយតែបច្ចុប្បន្នមិនទាន់បានគ្រប់គ្រងពេញលេញនៅឡើយទេបាទអញ្ចឹងការទាមទារនេះក៏ធ្វើឲ្យអ៊ុយក្រែនបាទគឺបដិសេធទាំងស្រុងតែម្ដងបាទចំណុចនេះផងដែរគឺមិនបានបាទឲ្យរុស្ស៊ីទាមទារដោយតែអ្វីរុស្ស៊ីចង់បាននោះទេបាទក្នុងនោះផងដែរក៏មានកិច្ចជំនួបពិភាក្សាមួយទៀតបាទគឺពិភាក្សារវាងគឺការដោះដូរបាទដូចជាចំណាត់ខ្មាំងបាទរវាងប្រទេសទាំងពីរបាទចំនួន1000នាក់បាទដូចជាការដោះដូរមួយនេះគឺដូចជាបាទបានយល់ព្រមព្រៀងទាំងសងខាងតែម្ដងបាទរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបាទប្រជុំនៅទីក្រុងអ៊ីស្តាន់ប៊ុលនឹងបាទនៅប្រទេសទូគីនឹងផងដែរបាទអញ្ចឹងកិច្ចប្រជុំបាទរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺមានបាទស្រួសប៉ុណ្ណឹងដែលខ្ញុំដកស្រង់ចេញពីសារព័ត៌មានទាំងពីរបានប៉ុណ្ណឹងបាទបងប្អូនបាទហើយចឹងកិច្ចប្រជុំនេះផងដែរគឺមានរយៈពេល2ម៉ោងបាទជារួមគឺកិច្ចប្រជុំនេះសឹងតែមិនបានជួយអ្វីទៅដល់អ៊ុយក្រែននិងរុស្ស៊ីដើម្បីស្វែងរកបាទសន្តិភាពក្នុងភ្លើងសង្គ្រាមនេះទេបាទគឺដោយសារតែអបតបាទប្រធានាធិបតី Donald Trump និងប្រធានាធិបតី Vladimir Putin បាទចំណុចនេះផងដែរគឺប្រទេសទាំងពីរនេះគឺពិបាកតែម្ដងក្នុងការស្វែងរកសន្តិភាពក្នុងការធ្វើឲ្យបត់ជប់បាញ់និងផ្អាកសង្គ្រាមតែម្ដងបាទជាមួយគ្នានេះផងដែរក៏មានកិច្ចប្រជុំបាទកម្ពុជាបាទរបស់សមា
សហគមន៍នយោបាយអឺរ៉ុបលើកទី6នៅទីក្រុងទីរ៉ាណាប្រទេសអាល់បានីផងដែរបាទនៅថ្ងៃទី16 ខែឧសភាឆ្នាំ2025នេះបាទអញ្ចឹងកិច្ចប្រជុំមួយដែលការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនគឺបានប្រព្រឹត្តទៅនៅថ្ងៃបាទប្រហ័សថ្ងៃទី15រីឯបាទថ្ងៃទី16តែម្ដងគឺមានកិច្ចប្រជុំបាទបន្តទៀតបាទទៅលើសង្គ្រាមបាទរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងបាទចឹងលោកប្រធានាធិបតីអង់គ្លេសលោក Keir Starmer បានប្រកាសថាប្រមុខរដ្ឋអង់គ្លេសបារាំងអាមេរិកអាល្លឺម៉ង់ប៉ូឡូញនិងប្រធានាធិបតីអ៊ុយក្រែនបាទបានឯកភាពថាជំហររបស់រុស្ស៊ីក្នុងការចរចាសន្តិភាពគឺមិនអាចទទួលយកបានទេបាទហើយដែលការចរចាបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តាន់ប៊ុលនឹងគឺជាការចរចាផ្ទាល់ដំបូងបាទក្នុងរយៈពេលជាង3ឆ្នាំបាទប៉ុន្តែมันបានសម្រេចលទ្ធផលណាមួយតែម្ដងបាទក្នុងចំនួននោះផងដែរបាទលោក Starmer បានបញ្ជាក់ថាបន្ទាប់ពីជំនួបជាមួយលោក Zelensky ចប់បាទនឹងការជជែកទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ប្រទេសអឺរ៉ុបនឹងសម្របសម្រួលបាទព្រឹត្តិការណ៍របស់ខ្លួនយ៉ាងជិតស្និទ្ធបាទហ្នឹងឯងអញ្ចឹងបានន័យថាសហភាពអឺរ៉ុបអាចនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីបន្ថែមទៀតដើម្បីឲ្យរុស្ស៊ីបាទចូលរួមក្នុងកិច្ចការប្រជុំជាមួយនឹងបាទប្រធានាធិបតីអ៊ុយក្រែនតែម្ដងបាទអញ្ចឹងបាទបងប្អូនបើគិតថាព័ត៌មាននេះបាទយើងស្ដាប់ទៅបាទល្អជួយចុច Subscribe និង Like ខ្ញុំម្នាក់មួយផងបាទអរគុណសម្រាប់ការស្ដាប់និងទស្សនាបាទជួបគ្នាជាមួយខ្ញុំបន្តទៀតនៅព័ត៌មានក្រោយៗទៀតអរគុណ